trader ទាំងអស់គ្នាសូមប្រុងប្រយ័ត្ននៅយប់នេះ FOMC របស់ Federal Fund Rate គឺកំពុងតែមានការចាប់អារម្មណ៍ខ្លាំងមែនទែនហើយមិនថា Fed ដំឡើងឬក៏រក្សាអត្រាការប្រាក់ទេទីផ្សារហាងឆេងមាសឬក៏ទីផ្សារហាងឆេងរូបិយប័ណ្ណលុយដុល្លារគឺ volatile ខ្លាំងមែនទែនគឺមានការប្រែប្រួលសន្ទុះនៃការប្រែប្រួលតែរយៈពេលប្រហែលនាទីទេអញ្ចឹងចំពោះអ្នកដែល trade មិនថា trade ទៅលើហាងឆេងមាសមិនថា trade ទៅលើហាងឆេងលុយដុល្លារគឺសូមប្រុងប្រយ័ត្នអ្នកគ្នាពីព្រោះអីFOMC របស់ Federal Reserve គឺមានការប្រែប្រួលខ្លាំងមែនទែនចំពោះ FOMC Federal Fund Rate នៅថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះការរំពឹងទុករបស់ទីផ្សារគឺគេបានរំពឹងទុកថា Fed អាចនឹងរក្សាអត្រាការប្រាក់ចាស់នៅដដែលឬក៏អាចដំឡើងពីលើអត្រាការប្រាក់ចាស់ពី 3.50% ទៅ 3.75% បានសេចក្តីថាអាចដំឡើង 0.25% ពីលើអត្រាការប្រាក់ចាស់ប្រសិនបើ Fed ពិតជារក្សាឬក៏ដំឡើងអត្រាការប្រាក់ពិតមែនដុល្លារនៅតែមានសន្ទុះក្នុងការកើនឡើងហើយមាសនៅតែមានសន្ទុះក្នុងការធ្លាក់ចុះមកក្រោមទៀតប៉ុន្តែមានភាគរយមួយចំនួនក៏គេរំពឹងទុកថា Fed ក៏អាចនឹងបញ្ចុះអត្រាការប្រាក់ដែរប៉ុន្តែការរំពឹងទុកនេះគឺមានភាគរយទាបបំផុតអញ្ចឹងតាមការព្យាករណ៍និងការសន្និដ្ឋានភាគច្រើនគឺគេរំពឹងទុកថា Fed អាចនឹងរក្សាឬក៏ដំឡើងអត្រាការប្រាក់ប្រសិនបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ like follow និង share ម្នាក់មួយដើម្បីទទួលបានចំណេះដឹងពីព័ត៌មានទាក់ទងជាមួយទីផ្សារហាងឆេងមាសឬក៏រូបិយប័ណ្ណផ្សេងៗ